ជាធម្មតាបើសិនជាយើងផ្លេចលេខសម្ងាត់គណនីវិញតើតើយើងខលទៅបុគ្គលិកធនាគារឬក៏ទៅដល់ធនាគារផ្ទាល់ទើបអាចបដូរលេខសម្ងាត់ថ្មីបានប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបដូរលេខសម្ងាត់គណនីវិញដោយខ្លួនឯងនិងមិនអស់លុយសូម្បី1សេនបាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS សម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីដំណោះស្រាយបញ្ហាផ្លេចលេខសម្ងាត់នៅក្នុងគណនីវិញបាទអញ្ចឹងតើកុំឲ្យវែងឆ្ងាយយើងទៅដឹងពីដំណោះស្រាយទាំងអស់គ្នាជំនាញដំបូងយើងចុចបើក app Wing Bank របស់យើងមកតបមកកន្លែងនេះដោយសារតែaccount Wing របស់ខ្ញុំវាអត់តន់ lock ទេបានតែវាអត់តន់ជាប់គាំងទេអញ្ចឹងខ្ញុំត្រូវចុចលេខកូដសម្ងាត់ឲ្យខុសចំនួន3ដងមកវាជាប់គាំងដើម្បីបង្ហាញជូនបងប្អូនទាំងអស់គ្នាអូខេឥឡូវខ្ញុំចុចវាយលេខកូដខុសចំនួន3ដងសិនបាទម្ដង2ដងបាទ3ដងឃើញទេអញ្ចឹងតើកាលណាយើងវាយលេខកូដសម្ងាត់ខុសចំនួន3ដងគឺគណនីរបស់យើងគឺនឹងត្រូវបានបិទហើយបាទឬក៏ត្រូវបានblock បាទអញ្ចឹងបើសិនជាយើងភ្លេចលេខសម្ងាត់គណនីវិញហើយយើងវាយលេខកូដសម្ងាត់ខុសចំនួន3ដងត្រូវបានក្រុមហ៊ុនបិទបែបនេះបងប្អូនគ្រាន់តែចុចកន្លែងពាក្យថាបើកគណនីរបស់អ្នកវិញនេះបាទសញ្ញាកូនមេសោណាបាទអញ្ចឹងយើងចុចកន្លែងសញ្ញាមេសោហ្នឹងមកបន្តមកទៀតដល់កន្លែងនេះដោយសារតែយើងមាន3វិធីនៅក្នុងការបើកដំណើរការគណនីរបស់យើងឡើងវិញដោយខ្លួនឯងក៏ដូចជាណាសូមបដូរលេខសម្ងាត់គណនីវិញដោយខ្លួនឯងនេះគឺយើងមាន3ជម្រើស3វិធីណាបាទអញ្ចឹងវិធីទី1គឺយើងអាចខលទៅបុគ្គលិកធនាគារវិញវិធីទី2យើងឆាតជាមួយនឹងបុគ្គលិកគេផ្ទាល់នៅក្នុងឆាតនឹងតែម្ដងហើយទី3គឺយើងស្នើសុំបើកគណនីវិញឬក៏ដូរលេខសម្ងាត់ថ្មីហ្នឹងដោយឆាតជាមួយនឹងឆាត bot បានន័យថាយើងឆាតជាមួយមនុស្សយន្តណាបាទអញ្ចឹងកន្លែងនេះយើងចុចពាក្យថាបញ្ចប់មកបាទបើសិនជាយើងអត់ចុចបញ្ចប់ទេបានន័យថាយើងជជែកជាមួយបុគ្គលិកក្រុមហ៊ុនយើងឆាតជាមួយបុគ្គលិកគេណាបាទអញ្ចឹងយើងអត់ចង់ជជែកជាមួយបុគ្គលិកក្រុមហ៊ុននៅក្នុងឆាតហ្នឹងទេយើងចុចបញ្ចប់មកបាទអូខេបន្តមកទៀតគេនឹងផ្ញើលេខកូដផ្ទៀងផ្ទាត់ចំនួន4ខ្ទង់មកកាន់លេខទូរស័ព្ទដៃរបស់យើងបាទអញ្ចឹងយើងយកលេខកូដ4ខ្ទង់ដែលគេផ្ញើមកហ្នឹងយកមកបំពេញមកនៅក្នុងឆាតហ្នឹងណាបាទអូខេអញ្ចឹងលេខកូដដែលគេផ្ញើមកខ្ញុំនេះគឺ5132បាទអញ្ចឹងយើងចុចកន្លែងវាយបញ្ចូលឆាតនៅទីនេះបាទចុចកន្លែងហ្នឹងមកដើម្បីវាយលេខកូដដែលគេផ្ញើមកមិញណាបាទ5132លេខកូដហ្នឹងគឺយើងវាយតាមសារដែលគេផ្ញើមកកុំវាយតាមខ្ញុំប្រយ័ត្នខុសបាទគេផ្ញើមកប្រមាណលេខអីខ្លះយើងចុចតាមហ្នឹងមកបាទអូខេអញ្ចឹងបន្ទាប់ពីយើងវាយលេខកូដហើយយើងចុចសញ្ញាព្រួយនេះមកបាទបន្ទាប់មកទៀតកន្លែងនេះគេឲ្យយើងជ្រើសរើសថ្ងៃខែឆ្នាំកំណើតរបស់យើងបាទនេះគេសួរថាតើថ្ងៃខែឆ្នាំកំណើតរបស់អ្នកគឺជាអ្វីអញ្ចឹងមានន័យថាគេសួរថ្ងៃខែឆ្នាំកំណើតរបស់យើងកើតថ្ងៃណាខែណាឆ្នាំណាបាទអញ្ចឹងយើងចុចកន្លែងសញ្ញាប្រតិទិននេះក៏បានឬក៏យើងចុចកឡោននេះក៏បានដែរបាទយើងវាយលេខផ្ទាល់ក៏បានបាទប៉ុន្តែខ្ញុំចុចយកប្រតិទិននឹងចុះអញ្ចឹងជំហានដំបូងយើងជ្រើសរើសឆ្នាំមុនមកបាទយើងត្រូវអូសពីលើចុះមកក្រោមណាបាទមកដល់ឆ្នាំកំណើតរបស់យើងអូខេអញ្ចឹងខ្ញុំសេរីឆ្នាំរបស់ខ្ញុំសិនសេរីធ្វើម៉េចឲ្យត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងបាទយើងកើតឆ្នាំណាយើងដាក់ឆ្នាំនោះមកសេរីមកចំឆ្នាំនោះមកបាទ
អូខេបន្តមកទៀតយើងសេរីថ្ងៃមកបាទសេរីថ្ងៃមុនក៏បានខែមុនក៏បានអត់អីទេតែយើងសេរីជាដំណាក់កាលយើងសេរីបន្តពីឆ្នាំហើយយើងសេរីថ្ងៃមុនមកបាទសេរីថ្ងៃមុនមកបាទអញ្ចឹងយើងសេរីថ្ងៃកំណើតរបស់ខ្ញុំសិនអូខេបន្តមកទៀតយើងសេរីខែបាទអញ្ចឹងកន្លែងខែនេះគឺវាអត់បង្ហាញជាខ្មែរទេបើសិនជាបងប្អូនអត់ចេះអង់គ្លេសទេជ្រើសរើសស្រាប់នេះគឺ October ណាបាទ October មានន័យថាខែ10អញ្ចឹងយើងរាប់ពីខែ10អញ្ចឹងបើសិនជាយើងអូសពីលើចុះមកក្រោមបានន័យថាពីខែ10ហ្នឹងមកខែ9ខែ8ខែ7ខែ6ខែ5ខែ4ខែ3អញ្ចឹងណាបាទតែបើសិនជាយើងអូសពីក្រោមឡើងទៅលើវិញគឺវាខែ10ហើយឡើងខែ11 12បន្តមកខែ1នេះ January នេះបាទយើងស្រែមកបាទយើងរាប់មកអូខេខ្ញុំស្រែខែកំណើតរបស់ខ្ញុំសិនបាទបន្ទាប់ពីយើងស្រែឆ្នាំថ្ងៃខែកំណើតរបស់យើងហើយយើងចុចវាថាបញ្ជាក់នេះមកបាទអូខេបាទអញ្ចឹងបន្តមកទៀតគេសួរតាឯកសារប្រភេទណាដែលអ្នកធ្លាប់បើកគណនីជាមួយយើងបាទអញ្ចឹងយើងបង្កើតគណនីវិញដំបូងហ្នឹងយើងប្រើអីគេមានអត្តញ្ញាណប័ណ្ណនិងលិខិតឆ្លងដែនពីនឹងមួយណាយើងរើសយកមួយនឹងមកបាទបង្កើតដំបូងដោយប្រើអីគេសម្រាប់ខ្ញុំប្រើអត្តញ្ញាណប័ណ្ណអញ្ចឹងខ្ញុំយកអត្តសញ្ញាណប័ណ្ណអូខេបន្តមកទៀតកន្លែងនេះគេសួរថាតើអ្នកអាចផ្ដល់លេខឯកសារបានទេអញ្ចឹងគេតម្រូវឲ្យយើងវាយលេខអត្តញ្ញាណប័ណ្ណរបស់យើងបាទលេខអត្តញ្ញាណប័ណ្ណដែលនៅខាងលើផ្នែកខាងកេនខាងស្ដាំណាបាទអញ្ចឹងយើងបំពេញលេខ9ខ្ទង់នៅលើអត្តញ្ញាណប័ណ្ណរបស់យើងមកបាទយើងពិនិត្យមើលឲ្យល្អិតល្អន់ហើយវានៅក្នុងកន្លែងនេះបាទអូខេអញ្ចឹងខ្ញុំសូមវាយលេខអត្តញ្ញាណប័ណ្ណរបស់ខ្ញុំសិនបន្ទាប់ពីយើងវាយលេខអត្តញ្ញាណប័ណ្ណរបស់យើងហើយចុចសញ្ញាព្រួយមកបាទមកដល់កន្លែងនេះគេឲ្យយើងវាយលេខទូរស័ព្ទរបស់យើងបាទអញ្ចឹងកន្លែងផ្ទាំងខ្មៅនេះសម្រាប់អ្នកដែលនៅក្រៅប្រទេសដូចជាប្រទេសកូរ៉េអញ្ចឹងណាបាទយើងត្រូវវាយលេខកូដប្រទេសហើយចាំវាយលេខទូរស័ព្ទតាមក្រោយតែសម្រាប់យើងនៅក្នុងស្រុកខ្មែរគឺយើងវាយលេខធម្មតាមកបាទលេខ0យើងដាក់លេខ0ពីមុខធម្មតា0 97 012 011អញ្ចឹងទៅបាទអញ្ចឹងយើងចុចកន្លែងនេះមកដើម្បីវាយលេខទូរស័ព្ទរបស់យើងវាយលេខទូរស័ព្ទរបស់យើងដែលយើងភ្ជាប់ជាមួយនឹងគណនីធនាគារវិញណាបាទឥឡូវខ្ញុំវាយលេខទូរស័ព្ទរបស់ខ្ញុំបាទបន្ទាប់ពីវាយលេខទូរស័ព្ទហើយយើងចុចសញ្ញាព្រួយមកអូខេអញ្ចឹងកន្លែងនេះគឺដល់កន្លែងដែលយើងត្រូវបដូរលេខសម្ងាត់គណនីធនាគារវិញរបស់យើងហើយអញ្ចឹងបើសិនជាយើងនៅចាំលេខសម្ងាត់គណនីធនាគារវិញរបស់យើងគឺយើងកន្លែងនេះគឺយើងឆ្លើយថាទេបាទដោយសារគេសួរថាតើអ្នកចង់ផ្លាស់ប្ដូរលេខសម្ងាត់ PIN ដែរឬទេអញ្ចឹងបើសិនជាយើងអត់ចង់បដូរបានន័យថាយើងចាំប៉ុន្តែបើសិនជាយើងអត់ចាំទេបានន័យថាយើងចង់បដូរយើងត្រូវឆ្លើយបាទឬក៏ចាស់នេះបាទអញ្ចឹងសម្រាប់អ្នកដែលចាំយើងឆ្លើយថាទេសម្រាប់អ្នកដែលអត់ចាំយើងឆ្លើយថាបាទឬក៏ចាស់ដើម្បីបដូរលេខសម្ងាត់ថ្មីដែលយើងចង់ដាក់បាទអញ្ចឹងយើងចុចបាទឬក៏ចាស់មកសម្រាប់អ្នកដែលអត់ចាំបាទចុចមកបន្តមកទៀតយើងចុចកន្លែងពាក្យថាដាក់លេខកូដថ្មីបាទអូខេចូលមកដល់ត្រង់ចំណុចនេះកន្លោនខាងលើនេះគេដាក់ថាលេខកូដសម្ងាត់បណ្ដោះអាសន្នអញ្ចឹងលេខកូដសម្ងាត់បណ្ដោះអាសន្នហ្នឹងគឺយើងត្រូវយកមកពីក្នុង message ឬក៏សារ SMS ដែលគេ
ខាងធនាគារវិញគេផ្ញើមកឲ្យយើងអញ្ចឹងណាបាទអញ្ចឹងយើងចូលទៅឆែកសារ SMS របស់យើងមកអាចុងក្រោយគេហ្នឹងបាទអញ្ចឹងខ្ញុំអូសបើខាងលើនេះតែម្ដងបាទនេះគេដាក់ថា your new pin generate បាទនេះលេខកូដ4ខ្ទង់នេះបាទអញ្ចឹងយើងមើលលេខកូដហ្នឹងទៅហើយយើងយកមកបំពេញបាទអូខេអញ្ចឹងខ្ញុំចាំឲ្យលេខកូដហ្នឹងអញ្ចឹងគេផ្ញើមកលេខអីយើងដាក់លេខនោះមកបាទឥឡូវខ្ញុំសូមបំពេញសិនបន្ទាប់ពីយើងដាក់លេខសម្ងាត់បណ្ដោះអាសន្នរួចហើយយើងដាក់លេខកូដសម្ងាត់ថ្មីដែលយើងចង់ដាក់មកបាទចំពោះលេខសម្ងាត់ថ្មីហ្នឹងគឺយើងជៀសវាងប្រើលេខថ្ងៃខែឆ្នាំកំណើតលេខទូរស័ព្ទក៏លេខរៀងដូចជាលេខ1 2 3 4អីចឹងណាហើយមួយទៀតលេខការ៉េលេខផាយអញ្ចឹងណាបាទលេខគូដូចជា55 66អីយ៉ាងហ្នឹងគេហៅលេខគូហើយអញ្ចឹងជិះវៀងលេខទាំងអស់ហ្នឹងទៅបាទនៅមានលេខជាច្រើនទៀតដែលយើងអាចដាក់បានបាទអូខេអញ្ចឹងខ្ញុំដាក់លេខសម្ងាត់ថ្មីរបស់ខ្ញុំសិនអូខេអញ្ចឹងបន្ទាប់ពីយើងដាក់លេខសម្ងាត់ថ្មីនៅកន្លែងនេះរួចហើយយើងត្រូវយកមកដាក់ខាងក្រោមនេះបាទយើងចូលយកលេខកូដដដែលហ្នឹងយកមកដាក់ខាងក្រោមហ្នឹងម្ដងទៀតបាទដើម្បីបញ្ជាក់បាទចឹងមកនេះយើងដាក់លេខកូដដដែលហ្នឹង2ដងខាងលើមួយខាងក្រោមមួយអូខេបាទអញ្ចឹងខ្ញុំវាយលេខសម្ងាត់ថ្មីរបស់ខ្ញុំម្ដងទៀតអូខេអញ្ចឹងបន្ទាប់ពីយើងបំពេញ3កន្លងនឹងរួចរាល់អស់ហើយយើងចុចពាក្យថាផ្លាស់ប្ដូរប៉ុន្តែបើសិនជាបងប្អូនអត់ច្បាស់ថាលេខរបស់បងប្អូនវាយនឹងត្រូវតាមចិត្តរបស់យើងឬអត់ទេបងប្អូនចុចកន្លែងសញ្ញាខ្វែងនេះមកយើងនឹងឃើញលេខកូដហើយបាទតែខ្ញុំចុចកុំឲ្យខ្ញុំពិបាកបាំងអញ្ចឹងណាបាទយើងចង់ឃើញលេខកូដមួយណាយើងចុចកន្លែងសញ្ញាខ្វែងផ្នែកមួយហ្នឹងទៅបាទទាំង3ហ្នឹងចង់មើលមួយណាយើងចុចមួយហ្នឹងទៅបាទអូខេអញ្ចឹងជំហានចុងក្រោយយើងចុចពាក្យថាផ្លាស់ប្ដូរមកបាទឥឡូវនេះគេដាក់ថាបានប្ដូរលេខកូដជោគជ័យបាទអញ្ចឹងបានន័យថាការផ្លាស់ប្ដូរលេខកូដសម្ងាត់ថ្មីរបស់ខ្ញុំគឺរួចរាល់ហើយបាទអញ្ចឹងអត់មានអីត្រូវធ្វើទេយើងចុចពាក្យថារួចរាល់មកបាទតែប៉ុណ្ណឹងគឺយើងអាចប្រើប្រាស់គណនីវិញរបស់យើងបានដូចធម្មតាហើយឥឡូវខ្ញុំសូមចុចកន្លែងមុខងារណាមួយសិនឧទាហរណ៍ថាមុខងារបញ្ចូលទឹកប្រាក់ចុះដើម្បីធ្វើតេស្តលេខកូដសម្ងាត់ថ្មីដែលយើងទើបតែដាក់មិញហ្នឹងបាទអូខេខ្ញុំសូមវាយសិនបាទសម្រាប់លេខកូដសម្ងាត់ថ្មីរបស់ខ្ញុំដែលខ្ញុំបានបដូរហ្នឹងគឺវាដំណើរការហើយបាទបងប្អូនឃើញជាក់ស្ដែងអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងទេបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយ Subscribe Like Comment ហើយនិងជួយ Share វីដេអូរបស់ខ្ញុំម្នាក់មួយផងអរគុណ